កាស្មាគឺជាក្មេងប្រុសម្នាក់ដែលគាត់ចូលចិត្តទៅនៅក្នុងបន្ទប់និងលេងតែហ្គេមតែប៉ុណ្ណោះនៅថ្ងៃមួយដោយសារតែមានកសែតឌីចេញថ្មីគាត់ក៏រៀបចំខ្លួនដើម្បីទៅផ្សារក្នុងការទិញកសែតនោះយកមកលេងបន្តទៀតហើយនៅពេលដែលគាត់ចុះពីលើឡានក្រុងវិញគាត់ក៏មើលជាមួយនឹងកសែតឌីរបស់គាត់ហើយគាត់បានឃើញជាមួយនឹងត្រាក់ទ័រមួយដែលវារៀបនឹងមុខជាមួយនឹងក្មេងស្រីសិស្សសាលាម្នាក់ហើយគាត់ក៏បានហក់ទៅជួយនាងនិងធ្វើឲ្យនាងរួចផុតជីវិតបាត់ទៅតែពេលនោះគាត់ក៏ស្លាប់បាត់ទៅចាញ់មកងាប់បាត់តួឯងយើងហើយនៅពេលដែលគាត់ស្លាប់គាត់ក៏ត្រូវបាន teleport ទៅកន្លែងទេពធីតាមួយនៅកន្លែងនោះគឺមានទេពធីតាមួយដែលនាងឈ្មោះថាអាខ្វានៅពេលនោះខាស្មាក៏បានសួរទៅកាន់ទេពធីតាខ្វាថាតើស្ត្រីដែលខ្ញុំបានជួយសង្គ្រោះនោះនាងមិនអីដែរឬទេហើយអាខ្វាក៏បានតបទៅកាន់ខាស្មាវិញថានាងមិនអីនោះទេប៉ុន្តែអ្នកដែលអីគឺជាខាស្មាហើយទេពធីតាក៏បាននិយាយថាទោះបីជាខាស្មាមិនជួយក៏នាងមិនអីនោះដែរដោយសារតែត្រាក់ទ័រនោះវានឹងឈប់នៅពេលដែលមកដល់ចិត្តនាងហើយខាស្មាក៏បានសួរពីការស្លាប់របស់គាត់ទេពធីតាក៏បានបង្ហាញនៅរូបភាពដើម្បីឲ្យខាស្មាមើលដោយពេលនោះត្រាក់ទ័រវានឹងឈប់នៅពេលដែលមកចិត្តជាមួយនឹងនាងហើយការស្លាប់របស់ខាស្មាវិញគឺគាត់នៅពេលនោះដែរគឺគាត់ភ័យជាមួយនឹងត្រាក់ទ័រនឹងពេកហើយគាត់ក៏បានសន្លប់បាត់ទៅហើយមិនត្រឹមតែប៉ុណ្ណោះនោះទេនៅពេលដែលគាត់សន្លប់នោះគាត់ថែមទាំងលេចនោមដាក់ខោទៀតនៅពេលនោះដែរក៏ធ្វើឲ្យទេពធីតាអាខ្វាមានការអស់សំណើចជាមួយនឹងខាស្មាជាខ្លាំងដែលគាត់លេចនោមដាក់ខោហើយនៅពេលដែលក្រុមគ្រួសាររបស់គាត់យកខាស្មាទៅមន្ទីរពេទ្យនោះធ្វើឲ្យអ្នកគ្រូពេទ្យឬក៏គ្រូពេទ្យហ្នឹងសើចជាមួយនឹងគាត់ដែរហើយគាត់ពិតជាអស់សង្ឃឹមនិងខូចចិត្តជាមួយនឹងខ្លួនឯងជាខ្លាំងនៅពេលនោះអាខ្វាក៏បានមកបញ្ឈឺគាត់ថែមធ្វើឲ្យគាត់ពិតជាមុំម៉ៅខ្លាំងមែនទែនដែលគាត់ស្លាប់ដោយគួយអស់សំណើចនេះហើយទេពធីតាអាខ្វាក៏បាននិយាយទៅកាន់គាត់ទៀតថានៅពេលដែលក្រុមគ្រួសារគាត់ដឹងថាគាត់ស្លាប់ដោយរបៀបនេះធ្វើឲ្យពួកគាត់សោកជាខ្លាំងដោយមិនមានការទុកសម្រាប់ការស្លាប់របស់ខាស្មានោះទេនៅពេលនោះទេពធីតាក៏បានឲ្យជំរឿពីទៅកាន់ខាស្មាទី1នៅពេលដែលខាស្មាស្លាប់នឹងខាស្មានឹងត្រូវឡើងទៅឋានសួគ៌ហើយជំរឿទី2នោះនៅពេលដែលខាស្មាស្លាប់នឹងគាត់នឹងត្រូវធ្វើជាមនុស្សម្សាទៀតហើយជាមួយនឹងការធ្វើជាមនុស្សនឹងគាត់ក៏បាននិយាយថាខាស្មាឯងអាចមានសិទ្ធិក្នុងការរស់នៅជាមួយនឹងមនុស្សលោកហើយយើងអាចធ្វើអីទៅអីបានអញ្ចឹងណាពេលនោះទេពធីតាក៏បានផ្ដល់ចំបល់ទៅឲ្យខាស្មាថាឯងក៏តែយកជំរឿទី2ពីព្រោះថាជំរឿទី2ហ្នឹងគឺជាអ្វីដែលមនុស្សទាំងអស់គ្នាពេញចិត្តប៉ុន្តែវាមានលក្ខខណ្ឌមួយគឺនៅភពផែនដីថ្មីហ្នឹងគឺវាមានជាមួយនឹងការគម្រាមកំហែងទៅដោយពពួកបិសាចដូច្នេះហើយបើសិនជាចោះតំណឹងឯងអាចនឹងត្រូវពួកបិសាចហ្នឹងសម្លាប់បានជាញយប៉ុន្តែបើឯងមានសមត្ថភាពឯងអាចគេចផុតពីរឿងទាំងអស់ហ្នឹងបានពេលនោះទេពធីតាអាខ្វាក៏បានបញ្យោជាច្រើនប្រាប់ទៅកាន់ខាស្មាហើយខាស្មាពេលនោះក៏បានសួរទៅកាន់ទេពធីតាវិញថាបើសិនជាខ្ញុំចោះទៅហើយខ្ញុំស្លាប់ដោយសារបិសាចសម្លាប់ដដែលហេតុអីបានជាបញ្ជូនខ្ញុំទៅនៅដដែលហ្នឹងនៅពេលនោះដែរទេពធីតាក៏បានបញ្យោទៅកាន់គាត់ថានៅពេលដែលធ្វើដំណើរទៅកាន់កន្លែងហ្នឹងទៅគឺខាស្មាហ្នឹងមានសិទ្ធិក្នុងការរើសជាមួយនឹងសមត្ថភាពផ្សេងហើយនៅពេលដែលចោះទៅដល់ទីតាំងនោះគឺខាស្មានឹងអាចភ្ជាប់ជាមួយនឹងរាងកាយជាមួយនឹងសមត្ថភាពខ្លះទៅពីកំណើតដែលគាត់រស់នៅភពផែនដីមួយទៀតនៅពេលនោះដែរខាស្មាក៏បានសួរទៅកាន់ទេពធីតាថាតើគាត់នឹងអាចនិយាយភាសាជាមួយនឹងពិភពលោកឬក៏អ្នកផ្សេងនឹងបានដោយរបៀបណាដោយសារតែគាត់អត់ទាន់ចាប់ផងហ្នឹងតែអាខ្វាក៏បាននិយាយទៅកាន់គាត់វិញថាមិនអីនោះទេដោយសារតែឯងមានជំនួយពីទេពធីតាដូចជាយើងនេះយើងនឹងជួយឯងក្នុងការនិយាយភាសាហ្នឹងគឺចេះយកមកគ្រាន់តែចោះទៅគឺអាចនិយាយភាសាគេបានយកតែម្ដងនៅពេលនោះដែរខាស្មាក៏បានយកព្រមហើយទេពធីតាក៏បានឲ្យជំរឿក្នុងការរើសសមត្ថភាពទៅភ្ជាប់ជាមួយនឹងខាស្មាជាច្រើនប៉ុន្តែខាស្មាអាចរើសបានតែមួយតែប៉ុណ្ណោះនៅពេលនោះដែរខាស្មាកំពុងតែរើសយកនោះអាខ្វាក៏បាននិយាយបង្ខំទៅកាន់ខាស្មាថាចាប់ឲ្យឯងរើសជាមួយនឹងกระดาษហ្នឹងឲ្យបានលឿនទៅដោយសារតែយើងនឹងគឺបញ្ញាប់ទៅនាំជាមួយនឹងអ្នកដទៃទៀតហើយនៅពេលនោះដែរខាស្មាក៏បានជូនតាមសំណុំពរហើយក៏បានជ្រើសរើសយកទេពធីតាខ្វាទៅជាមួយគេនៅពេលដែរក៏មានទេពធីតាមួយទៀតដែលឈ្មោះថាអេរីសក៏បានបញ្ជូនពួកគេទៅកាន់ពិភពលោកផ្សេងទៀតទោះបីជាទេពធីតាអាខ្វាខំប្រឹងប្រកែកយ៉ាងណាក៏អត់អាចទៅរួចបាននោះទេពេលនោះដែរទេពធីតាអេរីសក៏បានជូនពរអ្នកទាំងពីរឲ្យសម្រេចតាមគោលបំណងនិងត្រឡប់មកកាន់ខ្លាចជាទេពធីតាវិញណាអាខ្វាហើយក៏បានធ្វើឲ្យអាខ្វានោះពេលនោះពិតជាខូចចិត្តជា
ខ្លាំងដោយសារតែគាត់ធ្លាប់តែជាទេវតាបែរជាទៅរស់នៅជាមួយនឹងពិភពលោកមួយផ្សេងទៀតបែបនេះហើយពេលនោះគឺទេវតានេះក៏បានបញ្ជូនអ្នកទាំងពីរនោះបញ្ជូនទៅពិភពផែនដីមួយទៀតដែលមានទិដ្ឋភាពស្រស់ត្រកាលហើយក៏បានធ្វើឲ្យខាស្មាហ្នឹងគឺរំភើបជាមួយនឹងទឹកដីថ្មីនេះហើយជាមួយអ្នកសងព្រេងជាច្រើនគាត់គិតថាពេលនេះគាត់បានខ្លាចជាអ្នកសងព្រេងដូចនៅក្នុងហ្គេមដែលគាត់លេងហ្នឹងហើយប៉ុន្តែអ្នកដែលខូចចិត្តជាខ្លាំងគឺមានតែទេវតាខ្វានោះទេដោយនាងគិតថានៅពេលដែលនាងមកខ្លាចជាមនុស្សធម្មតាអញ្ចឹងនាងពិតជាអន់ខ្លាំងមែនតើដោយសារតែខ្លួនឯងខ្លាចជាទេវតាអញ្ចឹងហើយដល់ពេលដែលខ្លាចជាមនុស្សអញ្ចឹងមានអីទៀតគឺដូចជាមនុស្សធម្មតាអញ្ចឹងត្រូវដេកត្រូវពួនត្រូវមុជទឹកអីដូចតែមនុស្សហើយទេវតាខ្វាហ្នឹងក៏បានល្អូទៅកាន់ខាសមាថានាងមិនចង់នៅទីនេះនោះទេគឺនាងចង់ធ្វើជាទេវតាទៀតហើយខាសមាក៏បាននិយាយទៅកាន់ទេវតាខ្វាថាបើសិនជាចង់ហេតុអីបានជាទេវតាមិនទៅវិញទៅប៉ុន្តែគិតចោះគិតឡើងគឺទេវតាបានប្រាប់ថាគឺអត់អាចនោះទេតែពួកយើងសម្រាប់ជាមួយនឹងស្ដេចពិសាទបានហើយពេលនោះពួកគេក៏បានមកចោះឈ្មោះនៅហ្គេមមួយកន្លែងការប៉ុន្តែនៅពេលដែលពួកគាត់ទៅចោះឈ្មោះហ្នឹងគឺអ្នកទទួលភ្ញៀវបាននិយាយថាតើតើមានលុយដែលអាចចោះឈ្មោះបានហើយពេលនោះគាត់ក៏បានមកអង្គុយនៅគៀនតុកមួយនឹងបានទៅសុំខ្ចីលុយលោកតាម្នាក់គឺទេវតាអាខ្វាហើយក៏បាននិយាយទៅកាន់គាត់ថាបើសិនជាលោកតាជាអ្នកជឿទៅលើទេវតាអាខ្វាហ្នឹងអញ្ចឹងគាត់សុំខ្ចីលុយសិនមកសារតែខ្ញុំហ្នឹងអត់មានលុយទេនៅពេលដែលធ្លាក់ពីលើមេឃហ្នឹងមកប៉ុន្តែគាត់ក៏បាននិយាយថាគាត់ហ្នឹងអត់ជឿលើទេវតាខ្វាទេគាត់ជឿលើទេវតាអេរីសតែប៉ុណ្ណោះប៉ុន្តែគាត់ក៏ចិត្តល្អណាស់ដែរគាត់ក៏បានឲ្យលុយមួយចំនួនទៅកាន់អាខ្វាដើម្បីឲ្យនាងឃើញលោទុកហូបបាយអញ្ចឹងណាមើលគាត់ឃើញថាទេវតាអាខ្វាហ្នឹងគួរអាណិតវិញប៉ុន្តែគាត់អត់បានជឿថាអាខ្វាហ្នឹងគឺជាទេវតានោះទេគាត់គ្រាន់តែថានាងហ្នឹងគឺជាអ្នកដែលជឿលើទេវតាអាខ្វាងុបងោតែប៉ុណ្ណោះហើយក៏ធ្វើឲ្យអាខ្វានឹងបាក់មុខជាខ្លាំងដោយសារតែនាងគឺជាទេវតាដែលមានតំណែងខ្ពស់ហេតុអីបានជាមកខ្ចីលុយមនុស្សធម្មតាអញ្ចឹងអើយជឿហ្មងនៅពេលនោះដែរពួកគេក៏បានដើរមកកន្លែងចោះឈ្មោះហើយក៏ឃើញជាមួយនឹងអ្នកចោះឈ្មោះហើយនៅពេលនោះនាងក៏បានបញ្យល់ទៅកាន់ពួកគេថាពួកគេត្រូវតែដាក់ដៃលើគ្រីស្តាល់មួយនេះដើម្បីឲ្យវាវាស់ពីសមត្ថភាពរបស់អ្នកទាំងពីរហើយសមត្ថភាពនោះវានឹងបញ្ជូនមកកាន់ការអ្នកសងព្រេងនេះនៅពេលនោះដែរខាសមាបានលើដូច្នេះគាត់ក៏ធ្វើមុនគេនៅពេលដែលខាសមាបានដាក់ដៃទៅលើកែវគ្រីស្តាល់ភ្លឺនោះទៅនៅពេលដែលគាត់ដាក់ទៅកែវគ្រីស្តាល់នោះក៏បញ្ចេញពន្លឺហើយវាក៏ចាប់ផ្ដើមដំណើរការក្នុងការបញ្ជូនជាមួយនឹងសមត្ថភាពរបស់ខាសមាទៅកាន់កាតអ្នកផ្សងព្រេងរបស់គាត់ពេលនោះអ្នកទទួលភ្ញៀវក៏បានយកដៃទៅចាប់ជាមួយនឹងកាតអ្នកផ្សងព្រេងនោះក៏បានបញ្យល់ទៅកាន់ខាសមាថាគាត់គឺមានជាមួយនឹងសំណាងនិងភាពហេងនឹងគឺខ្ពស់ប៉ុន្តែជាមួយនឹងសមត្ថភាពផ្សេងៗដូចជាសមត្ថភាពវិយុទ្ធ support fighter marksman ហ្នឹងគឺអំបិលគឺកាកមែនតើប៉ុន្តែនាងអត់បានតែអីទៅឲ្យខាសមានោះទេគឺនាងបានតែលើកទឹកចិត្តជាមួយនឹងខាសមាហ្នឹងឲ្យគាត់ខិតខំហើយនឹងព្យាយាមនៅពេលក្រោយអញ្ចឹងទៅនៅពេលនោះដែរអាខ្វាក៏បាននិយាយទៅកាន់នាងថាខ្ញុំចង់សាកជាមួយនឹងសមត្ថភាពរបស់ខ្ញុំម្ដងហើយនៅពេលនោះដែរអាខ្វាបានដាក់ដៃទៅលើកែវគ្រីស្តាល់នោះគឺបានបង្ហាញថាអាខ្វាហ្នឹងគឺមានសមត្ថភាពខ្លាំងយកទៅមែនតើវាធម្មតាទេដោយសារតែនាងកាលពីមុនហ្នឹងនាងគឺជាទេពធីតាអញ្ចឹងហើយវាជារឿងធម្មតាហើយពេលនោះគឺនាងក៏បានបញ្យល់ទៅកាន់អាខ្វាថាទេពធីតាអាខ្វាហ្នឹងគឺមានសមត្ថភាពខ្លាំងមែនតើគឺខាង support fighter tank marksman គឺអស្ចារ្យតោះតែរឿងមួយយ៉ាងទេគឺជាមួយនឹងភាពហេងរបស់នាងគឺធ្លាក់សូន្យហ្មងបាតរាងប៉ុន្តែរឿងនេះវាមិនមែនជារឿងធំដុំនោះទេហើយពេលនោះក៏អ្នកទទួលភ្ញៀវទាំងអស់ក៏បានកោតសរសើរទៅកាន់ទេវតាខ្វាខ្លាំងនិងអ្នកផ្សេងទៀតក៏បានកោតសរសើរទៅកាន់នាងផងដែរហើយទេវតាខ្វានឹងស៊ីចូលយីខ្លាំងពេលដែលមានគេសរសើរច្រើនហើយក៏បានធ្វើឲ្យខាសមានឹងគឺមានការចំណាយបន្តិចដែរជាមួយនឹងទេវតាខ្វាបែបនេះនៅពេលដែលឃើញបែបនេះហើយថ្ងៃចាប់ផ្ដើមជាមួយនឹងការផ្សងព្រេងពួកគេលើដំបងនោះគឺការធ្វើតំណងបន្ទាប់ពីការធ្វើតំណងហើយគឺនៅគ្នាទឹកដេកហើយក៏ធ្វើតំណងហើយបាក់លុយផាក់ហើយដេកហើយធ្វើតំណងហើយផាក់ជីវិតពួកគេតែប៉ុណ្ណឹងហើយមានអីទៀតធ្វើតំណងទៀតហើយមកដេកហើយដល់ពេលថ្ងៃណាដែរទំនេរហ្នឹងគឺពួកគេគិតថាការធ្វើតំណងនេះដូចជាអត់មានអីរីចម្រើនផងដោយសារតែពួកគេមកនេះគឺក្នុងគោលបំណងតែមួយគត់គឺសម្រាប់ជាមួយនឹងស្ដេចបិសាច
ដើម្បីឲ្យទេពធីតាខ្វាហ្នឹងអាចត្រឡប់ទៅកាន់កន្លែងដើមវិញដែលជាកន្លែងរបស់ទេពធីតាដែលនាងធ្លាប់រស់នៅហើយពួកគេក៏បាននិយាយគ្នាថានៅថ្ងៃស្អែកហ្នឹងពួកគេនឹងធ្វើដំណើរទៅសម្លាប់ជាមួយនឹងបិសាចដើម្បីទទួលបានលុយតាមរយៈការសម្លាប់បិសាចនិងបានសមត្ថភាពខ្លះៗដើម្បីឲ្យពួកគេរីកចម្រើននៅថ្ងៃខាងមុខទៀតអញ្ចឹងណាដូច្នេះហើយរឿងហ្នឹងក៏មកដល់ទីបញ្ចប់ដែរជាចុងក្រោយនេះអ្នកគ្នាកុំភ្លេចចុចជាមួយនឹងកណ្ដឹងនិងបាល់ Subscribe ដើម្បីឲ្យខ្ញុំទទួលបាននៅវីដេអូថ្មីៗទៅកាន់អ្នកទាំងអស់គ្នាទៀតពីខាងយើងបាទអញ្ចឹងហើយអរគុណច្រើនក្នុងការទស្សនាអ្នកទាំងអស់គ្នា